ស្វាគមន៍មកកាន់ Channel XAU Social Trade ថ្ងៃនេះយើងមកនិយាយអំពី Mitigation Block បើយើងនិយាយអំពី Mitigation Block នៅក្នុង ICT គឺជាតំបន់ Order Block មួយប្រភេទដែលទីផ្សារប្រើដើម្បីកែតម្រូវទៅលើការ mitigate មុខតំណែង position របស់ Smart Money ឬក៏ Bank មុនពេលដែលតម្លៃនោះទៅទិសដៅដើមរបស់វាបើយើងនិយាយសាមញ្ញ Mitigation Block កន្លែងទីផ្សារត្រឡប់មកកែឬក៏បិទ imbalance ឬក៏បិទ position ចាស់ៗរបស់ស្ថាប័នធំៗហើយតឆ្ពោះទៅទិសដៅថ្មីអញ្ចឹងយើងមកក្រឡេកមើលរូបភាពបន្ទាត់ឡើងរបស់យើងអ្នកទាំងអស់គ្នាប្រកាសជាឃើញវាបានមកប៉ះ key level របស់យើងអញ្ចឹងនៅពេលដែលវាបង្កើត mitigation block វាតែងតែមក mitigate ទៅលើ key level ឬក៏មកយក liquidity របស់យើងហើយវា sweep liquidity បង្កើតបានជា structure shift market structure shift របស់យើងអញ្ចឹងនៅតម្លៃមួយហ្នឹងខ្ញុំសូមបញ្ជាក់បន្តិច mitigation block កើតឡើងមកពី breaker block កើតមកពី order block អ្នកគ្នាប្រកាសជាយល់អញ្ចឹងយើងណែនាំឲ្យគ្នាទៅមើលវីដេអូមុនដើម្បីដឹងមកដល់ចំណុចមួយនេះអញ្ចឹងនៅពេលដែលវាទទួលបាន breaker block កន្លែងនេះយើងអាចចាប់វាបានជា breaker block ក៏បាន mitigation block ក៏បានអញ្ចឹងបន្ទាប់មកកន្លែងនេះវាបានបង្កើត high វាបានមកនេះប៉ះទៅលើ breaker block របស់យើងកន្លែងហ្នឹងយើងអាចចាត់ទុកវាជា breaker block ក៏បាន mitigation block ក៏បានប៉ុន្តែខ្ញុំសូមកត់ចំណាំកន្លែងនេះបន្តិចនៅពេលដែលវាបង្កើតបានជា market structure shift អ្វីដែលយើងអាចចាត់ទុកវាបានកន្លែងនេះទី1ត្រូវប្រើជាប្រភេទ breaker block ចុះដើម្បីកត់ចំណាំថាកន្លែងនេះវាបានបំបែក structure ឬក៏ផ្លាស់ប្ដូរទម្រង់នៃ structure របស់យើងនេះគឺខ្ញុំសូម note ឲ្យអ្នកគ្នា market structure shift ហើយបន្ទាប់មកនៅពេលដែលយើងទទួលបាន market structure shift យើងនឹងទទួលបាន boss តពី market structure shift បន្ទាប់មកវាក៏បានបង្កើតបានជា breaker block sorry ខ្ញុំរងដាក់ដូរពណ៌កន្លែងបន្តិច breaker block វាបាន mitigate កន្លែងហ្នឹងអញ្ចឹងកន្លែងហ្នឹងយើងដាក់វាជាសំដូរពណ៌បន្តិច sorry អញ្ចឹងកន្លែងនេះវាជា mitigation block ដែលវាបាន mitigate តពី breaker block របស់យើងអញ្ចឹងតម្លៃមួយហ្នឹងវាបានបំបែក structure មួយទៀតបន្ទាប់មកវាក៏បានបង្កើត breaker block ឧទាហរណ៍ថាបើតម្លៃហ្នឹងវាមកប៉ះ breaker block របស់យើងហើយវាឡើងទៅទៀតអញ្ចឹងកន្លែងហ្នឹងយើងក៏អាចចាត់ទុកវាជា mitigation block ទៀតដែរប៉ុន្តែបើតម្លៃហ្នឹងវាអត់បានមកយកឬក៏មកប៉ះជាមួយនឹង breaker block របស់យើងទេយើងមិនអាចចាត់ទុកថាកន្លែងហ្នឹងជា mitigation block បានទេអ្នកគ្នាត្រូវកត់ចំណាំកន្លែងហ្នឹងអញ្ចឹងនៅពេលដែលយើងទទួលបានប៉ុណ្ណឹងអញ្ចឹងតើមកយើងបង្កើតបានជា breaker block មួយទៀតហើយប៉ុន្តែ breaker block ហ្នឹងគឺជា fresh breaker block fresh breaker block យល់ដោយសារ fresh ហេតុអីដោយសារវាបាន mitigate អញ្ចឹងបើវាបានមក mitigate កន្លែងនេះមួយទៀតនេះ mitigate មួយទៀតអញ្ចឹងតម្លៃមួយហ្នឹងវាคล้ายជា mitigation block អ្នកគ្នាយល់អញ្ចឹងយើងទៅមើលទីផ្សារជាក់ស្ដែងហើយខ្ញុំសុំបាច់នេះទេខ្ញុំសុំមកដល់ទីផ្សារជាក់ស្ដែងទី1អ្នកគ្នាប្រកាសជាឃើញកន្លែងនេះបានបង្កើតបានជាអូខេបង្កើតបានជា market successive របស់យើង market successive ហើយកន្លែងនេះគឺជាគេ breaker block របស់យើងប៉ុន្តែតម្លៃហ្នឹងវាបែរជានៅពេលដែលវាបែកវាថាវាមកយកតំបន់ order block របស់យើងវិញទេឬក៏មកយក liquidity ជើង low របស់យើង
ជើងរោរបស់យើង liquidity ជើងរោបន្ទាប់មកវាបង្កើតបានជា boss អញ្ចឹងយើងចាប់មកពី high ពី candle នេះខ្ញុំសូមបញ្ជាក់បន្តិចចំពោះការចាប់អ្នកគ្នាចាប់បែបម៉េចចាប់ទៅទី1ឧទាហរណ៍ថាវាជាការចាប់ទៅលើ breaker block វាមានទម្រង់ខុសៗគ្នាឧទាហរណ៍ថាអ្នកខ្លះគេចាប់បែបនេះចាប់ជាប្រភេទcandle sorry ជាប្រភេទតែ body ទេប៉ុន្តែខ្ញុំសូមចាប់ជា candle ទាំងអស់តែម្ដងមានថាទាំង wick ទាំងអីភាសាខ្ញុំឃើញអ្នកខ្លះគេចាប់ខុសៗគ្នាអញ្ចឹងប៉ុន្តែការចាប់ខុសៗគ្នាវាមិនមែនជាបញ្ហាទេសំខាន់ឲ្យតែយើងចាប់ត្រូវពេលខ្លះគ្រាន់តែការយល់ឃើញរបស់មនុស្សម្នាក់ៗវាខុសគ្នាអញ្ចឹងនេះនៅពេលដែលយើងចាប់បានទី1យើងទទួលបាន structure យើងចាប់បាន breaker block អញ្ចឹងនៅពេលដែលវាបែកឃើញទេវាបានមក mitigate candle ពណ៌ខ្មៅ mitigate ហើយបន្ទាប់មកតម្លៃហ្នឹងវាបានឡើងហើយក៏ទទួលបាន structure មួយអញ្ចឹងតម្លៃមួយនេះយើងចាប់តទៀតមកស៊ីតមកកន្លែងនេះវាបាន mitigate មួយហើយឃើញទេបាន mitigate មួយតមកតម្លៃមួយហ្នឹងវាបានចុះមក mitigate ម្ដងទៀតតមកបាន structure មួយទៀតតមកយើងចាប់តទៀតមកកន្លែងនេះឃើញទេអញ្ចឹងតម្លៃមួយហ្នឹងវាបានមក mitigate មួយដងទៀតហើយក៏បានមកបង្កើតជា structure មួយទៀតឃើញទេនេះគេហៅថាការ mitigate តគ្នាស៊ីsorry អ្នកនេះចាប់នេះថោសិនអូខេឃើញទេវាបាន mitigate តគ្នា